បាទជំរាបសួរបាទថ្ងៃនេះគឺយើងចូលមេរៀនទី1បាទមេរៀនទី1លើសង្អាងឥឡូវខ្ញុំបញ្យល់ពាក់ព័ន្ធនឹងไวยากរណ៍បាទไวยากរណ៍យើងឃើញ grammar ហ្នឹងប្រែថាไวยากរណ៍ angnom angliu masculin infam infinitive feminine បាទអញ្ចឹងគឺកន្លែងហ្នឹងគឺមានន័យថាយ៉ាងដូចម្ដេចបាទអញ្ចឹងនៅក្នុងភាសាបារាំងបាទយើងត្រូវចាំក្នុងភាសាបារាំងនាមទាំងអស់រាប់ពាន់លាននាមគឺមានញីមានឈ្មោលមិនថានាមជាវត្ថុនាមជាសត្វរុក្ខជាតិគឺមានញីហើយនឹងមានឈ្មោលហើយញីឈ្មោលហ្នឹងគេសំដៅទៅលើបាទនៅក្នុងពាក្យគឺមានពាក្យអាងហ្នឹងគឺសំដៅទៅលើនាមហ្នឹងភេទឈ្មោលសំដៅទៅលើនាមហ្នឹងភេទញីអញ្ចឹងប្រាំងខុសគេកន្លែងហ្នឹងបាទក្នុងខ្មែរយើងប៉ុន្តែយើងអត់បកប្រែថាសិភៅញីសិភៅឈ្មោលទេណាបាទគឺសំដៅលើយើងដឹងតែក្នុងចិត្តយើងទៅបានហើយតែគេអត់បកប្រែថាសិភៅញីសិភៅឈ្មោលទេហើយអាងអ៊ីននេះបង្ហាញពីញីឈ្មោលហើយបង្ហាញអំពីចំនួនទៀត1ប្រែថា1ណាបាទឧទាហរណ៍អាងណោមមានន័យថាបុរសម្នាក់បាទនាមហ្នឹងនាមឈ្មោលភាសាបារាំងគេថា masculin ពាក្យ masculin គឺសំដៅលើនាមហ្នឹងភេទឈ្មោល angliu នាមហ្នឹងគឺបាទសិភៅមួយក្បាលអត់ប្រែថាសិភៅឈ្មោលមួយក្បាលទេនាមហ្នឹងគឺនាមឈ្មោលប៉ុន្តែយើងប្រែថាសិភៅមួយក្បាលណា angliu អញ្ចឹងនៅក្នុងពាក្យភាសាបារាំងគេចែកចេញនាមបាទគុណនាមបាទជាញីហើយនឹងឈ្មោលហើយការញីឈ្មោលហ្នឹងគឺយើងឃើញដោយភ្នែកដោយវាដឹកមុខដោយអាងហើយនឹងអ៊ីនហើយអាងអ៊ីនហ្នឹងប្រែថាមួយបាទឧទាហរណ៍អាងណោមបុរសម្នាក់អាងលាវសភៅពុំមួយក្បាលបាទអញ្ចឹងខ្ញុំរំលឹកឡើងវិញបន្តិចមានន័យថាយើងអត់បកប្រែបុរសឈ្មោលមួយសភៅឈ្មោលមួយអត់ទេយើងប្រែថាមុខសភៅមួយក្បាលបុរសម្នាក់អញ្ចឹងយើងញីឈ្មោលយើងគ្រាន់តែដឹងក្នុងចិត្តទៅបានហើយ infam បាទ in ណាបាទសំដៅលើស្ត្រីម្នាក់បាទ innacable តុកមួយអញ្ចឹងយើងឃើញថានាម infam ហ្នឹងគឺភេទស្រីបាទដោយសារពាក្យមាន innacable តុកមួយបាទតុកហ្នឹងនាមហ្នឹងគឺនាមញីឬស្រីភាសាបារាំងថា feminine ណាបាទអញ្ចឹងយើងត្រូវចាំនាមនៅក្នុងភាសាបារាំងគឺមានញីមានឈ្មោលបាទហើយញីឈ្មោលយើងសម្គាល់ដោយពាក្យអាងគឺឈ្មោលណាហើយឈ្មោលហើយបង្ហាញចំនួនទៀត1ណា in ណាបាទ1ដែរបាទអញ្ចឹងគ្រប់នាមទាំងអស់គឺវាមានអាង in រហូតណាឥឡូវឧទាហរណ៍យើងទៅបកប្រែមេរៀនរបស់យើងលើសងអាងមេរៀនទី1បាទអាងណោមបុរសម្នាក់បាទអាងហ្គាសុងក្មេងប្រុសម្នាក់ឃើញទេគ្រប់នាមទាំងអស់អាង in នៅមុខជានិច្ចបង្ហាញពីភេទហើយនឹងចំនួនណាin a farm ស្ត្រីម្នាក់ in a fee ក្មេងស្រីម្នាក់ក្នុងភាសាបារាំងតើនេះគឺជាអ្វីបាទនេះគឺជាអ្វីយើងមានពាក្យភាសាបារាំងយើងត្រូវចាំ qu'est-ce que c'est អ៊ុយកាEST qu'est-ce អ៊ុយque អ៊ុយតែមានអ៊ុយជានិច្ចឲ្យតែប្រកបមួយស្រៈផ្សំស័ព្ទធម្មតាគួយតែមានអ៊ុយជានិច្ច qu'est-ce que c'est នេះគឺជាអ្វីយើងឆ្លើយមកខ្សែពាក្យថាខ្សែនេះគឺជាណាខ្សែហើយយើងយកអតេមកភ្ជាប់អ៊ុយអាងមកខ្សែតាងលាវជាភៅពុំមួយក្បាលបាទខ្សែតាងលាវជាភៅពុំមួយក្បាលខ្សែតាងកាយេជាភៅសរសេរមួយក្បាលបាទខ្សែតាងស្ទីឡូ
ប៊ិចមួយដើមតែតាំងក្រៃយ៉ុងខ្មៅដៃមួយដើមតែតាំងបង់កៅអីវែងមួយបាទអញ្ចឹងបញ្ជាក់បន្តិចអាងគឺសំដៅទៅលើនាម masculine នាមឈ្មោលហើយអាងគឺមានអត្ថន័យមួយទៀតគឺមួយចំនួន1ណាបាទអញ្ចឹងនាមនេះគឺនាមឈ្មោលទាំងអស់បាទតែហើយបញ្ជាក់ដល់ទៀតគឺញីឈ្មោលយើងអត់បកប្រែទេឧទាហរណ៍នេះគឺជាសភៅសរសេរឈ្មោលមួយអត់ទេតែតាំងកាយេសភៅសរសេរឈ្មោលមួយអត់ទេគឺយើងអត់ប្រែថាញីឈ្មោលទេយើងប្រែធម្មតាគឺជាសភៅពុំមួយក្បាលជាសភៅសរសេរមួយក្បាលគឺជាសភៅប៊ិចគឺជាប៊ិចបាទដើមគឺខ្មៅដៃមួយដើមកៅអីមួយសន្តិអ្នកសក្តិយត្តគឺជាកបោក1សតិនគមជាប់លុប1សតិនរ៉ែកបន្ទាត់1សតិនតាបតុក1សតិនឆេសកៅអី1ណាបន្តទៀតបាទអញ្ចឹងពាក្យថា Acer មានន័យថាខ្សែទៀតខ្សែបាទខ្សែនេះគឺជាអញ្ចឹងខ្សែនេះគឺជានឹងពាក្យពេញវាគឺទើឯប៉ុន្តែស្រៈជួបស្រៈនេះជួបយើងបំព្រួញទៅដាក់អផុសស្រោសជំនួសមកវិញទៅជាខ្សែនេះគឺជាហើយមួយទៀតដើម្បីទាញជាសំណួរយើងយកអាឯនេះដាក់មុខប្រធានវិញដាក់ចេះអែហើយដាក់ត្រេមួយមកដាក់សើខ្លាចជាសំណួរបដៅតម្រងសំណួរបាទតើនេះគឺជាប្រែថាតើនេះគឺជាបាទឧទាហរណ៍តើនេះគឺជាកៅអីវែងមួយឬឆ្លើយ V ហ្នឹងប្រែថាបានឬចាស់តែតាំងបងគឺជាកៅអីវែងមួយAcer អាំងបងនេះគឺជាកៅអីវែងមួយឬពាក្យថានងទេមិនមែនទេប្រែថាទេសើណែប៉ាអាំងបងសាទីនតាបយើងបដិសេធសិននេះមិនមែនគឺជាកៅអីវែងមួយទេគឺជាតុកមួយអញ្ចឹងអាសើណែប៉ានេះគឺជាបដិសេធប្រែថាមិនទេអ្នកសើណែប៉ាអញ្ចឹងនៅចុចប៉ាប្រែថាមិនទេហើយយើងយកកិរិយាសព្ទដាក់កដាលនឹងមកកិរិយាសព្ទដាក់កដាលនឹងមកទើនៅឯប៉ានេះសើនៅឯប៉ាប៉ុន្តែកន្លែងនេះស្រៈជួបស្រៈយើងលុបនេះចោលមួយដាក់អផុសស្រោសជំនួសវិញទៅជាទើណែដាក់អផុសស្រោសជំនួសវិញបំព្រួញវាទើណែប៉ាប្រែថានេះមិនមែនទេណានេះមិនមែនទេយើងចឹងយើងមើលរូបនេះរូបនេះមិនមែនជាគេសួរថាអារូបនេះគឺជាបងមួយឬយើងឆ្លើយយើងបាក់ខ្សែសិនទេនេះមិនមែនកៅអីវែងមួយទេយើងឆ្លើយត្រូវមកគឺជាតុកមួយអញ្ចឹងបាទស្ដាប់ឲ្យតន់ឡើយហ្នឹងតទៀតយើងបកប្រែតទៀតបាទpronunciation ការបញ្ចេញសំឡេងអាំងណូមបុរសម្នាក់អាំងហ្គាសុងក្មេងប្រុសម្នាក់ in the farm ក្មេងស្រីម្នាក់ in the fie in the fie ក្មេងស្រីម្នាក់កេសកើសែលនេះគឺជាអ្វីយើងឆ្លើយខ្សែគឺជាប៊ិចមួយដើមខ្សែតាំងបងគឺកៅអីវែងមួយខ្សែទីនតាបតុកមួយខ្សែទីនហ្គមជាប់លុបមួយខ្សែទីនសេសកៅអីវែងមួយកៅអីមួយនេះកៅអីនេះសេសខ្សែទីនសេសកៅអីមួយ S អង្កាយេតើនេះគឺជាសភៅសរសេរមួយឬយើងឆ្លើយថាទេនេះ
Sơ này pa ní mình mến ai dùng F shop an shop mà Sơ này pa giang cà dê ní mình mến sẽ khơi sẽ một tê tại tán cả dùng cứ chia màu đại mùi và ok lớp bắt đầu tiếp bây có biểu hỏi chẳng dương cho lùm hát tại mặt đón và lùm hát cái ao thợ ấy kì cái ao mơ rút á và cái ao mơ rút nó nè cái sự cơ sai này cứ chia vậy chẳng như xoài mà khơi như rút mà sẽ tàn liếu sẽ tàn đặc biệt sẽ tàn cà dê sẽ tàn stilo sẽ tàn sẽ tin là farm sẽ tin là gom sẽ tin là xe sẽ tin là rake sẽ tin là bong sẽ tàn bong tàn stilo mà lịch phí cái áo phơi kì lịch phí những cái xua tha mà nó cứ chịu bệnh mùi rứ Acer and stilo và khi bệnh chân slide máu ví sẽ tán stilo và nó cứ chịu cả AV mùi đế luôn nè cả AV nhỏ ọt để bên đấy cứ chịu sập hơi búng Acer and bóng nào nó cứ chịu AV mùi rứ nhưng slide đó tê thì bạn sai chân nó non ce n'est pas je n'ai pas dạng bóng nhưng slide tới sẽ tán libre Acer tin là farmនេះគឺជាស្ត្រីម្នាក់ឬបាទមើលរូបមិនមែនស្ត្រីទេណាបរោះយើងឆ្លើយបាក់សែតមក non ce n'est pas une femme c'est un homme បាទសួរទៀតតើនេះគឺជាកៅអីមួយឬរូបហ្នឹងបាទមិនមែនជាកៅអីមួយទេយើងឆ្លើយថាម៉េច non ce n'est pas une chaise c'est une serviette បាទនេះគឺជាក្មេងប្រុសម្នាក់ឬ Acer and garçon oui c'est un garçon បាទយើងឆ្លើយបន្តនេះមកហើយមួយទៀតលេខ3 écrivez ចូលអ្នកសរសេរអាងឬ in នៅពីមុខនាមរបស់ហ្នឹងអញ្ចឹងដូចខ្ញុំលើកបញ្យល់ទៅមានន័យថានាមវាមានញីឈ្មោះ garçon គឺអី un garçon c'est un garçon serviette c'est une serviette gomme អាងឬក៏ in écrivez ហ្នឹងចូលអ្នកសរសេរអាងឬ in ដាក់នៅក្នុងប្លោះហ្នឹងgomme c'est une gomme stylo c'est un stylo lieu c'est un lieu homme c'est un homme femme c'est une femme fille c'est une fille bóng c'est un bóng c'est un crayon c'est une chaise អញ្ចឹងដើម្បីឲ្យគ្នាយើងចាំគឺត្រូវធ្វើលំហាត់លេខ1ដល់លេខ3មកគឺអាចធ្វើឲ្យយើងចាំអូតូណាប៉ុន្តែអ្វីដែលយើងត្រូវយល់នាមនៅក្នុងភាសាបារាំងគឺមានញីហើយមានឈ្មោលគឺតំណាងឲ្យអាងញីតំណាងឲ្យ in ហើយពាក្យថានេះគឺជាអ្វី qu'est-ce que c'est តើនេះគឺជា Acer ហើយរបៀបឆ្លើយនេះគឺជាអញ្ចឹងទៅបាទអរគុណច្រើននឹងមានវីដេអូមេរៀនទី2បន្តណាបាទ